បាទរបៀបកំណត់ຂະຫນາດ roller ឬក៏ຂະຫນາດបន្ទាត់នៅលើកម្មវិធី Microsoft Word ដូច roller របស់ខ្ញុំនេះគឺជាប្រភេទ ink នេះដែលខ្ញុំបានបង្ហាញនៅលើ mouse នេះនៅលើ cursor នេះអញ្ចឹងខ្ញុំចង់បានជាប្រភេទខណៈសង់ទីម៉ែត្រអញ្ចឹងចង់ដឹងចូលទស្សនាបងប្អូនគ្នាអញ្ចឹងទី1យើងចូលមកកាន់ file យក option បាទអញ្ចឹងយក advanced មកហើយ scroll មកក្រោមបន្តិចយើងនឹងឃើញពាក្យថា សំទោស show measurement in unit of បាទអញ្ចឹងពាក្យនេះយើងគ្រីសយកឲ្យនេះមកបាទបើកវាមកយើងមាន inch សង់ទីម៉ែត្រ millimeter point និង pixels អញ្ចឹងខ្ញុំចង់បានជាសង់ទីម៉ែត្រអញ្ចឹងខ្ញុំគ្រាន់តែចុចយកសង់ទីម៉ែត្រមកហើយចុច OK អញ្ចឹងຂະຫນាត់ roller របស់យើងនឹងផ្លាស់ប្ដូរដោយស្វ័យប្រវត្តិនៅត្រង់កន្លែងនេះបាទសូមអរគុណសម្រាប់បងប្អូនដែលចង់ចេះកុំព្យូទ័រកម្រិតដំបូងសៀវភៅនេះគឺស័ក្តិសមបំផុតសម្រាប់បងប្អូនទាំងអស់គ្នាចាប់អារម្មណ៍គ្មិនពាក្យតែចង់រៀនឬឆាតចូល page